បងប្អូនវីដេអូមួយនេះខ្ញុំចង់ចែករំលែកបងប្អូនអំពីរឿងកន្លែងផ្ទុកអីវ៉ាន់នៅទីតាំងមួយគេហៅថា Eat More ថ្ងៃដែលនៅម្ដុំបង្កក់បងប្អូនបច្ចុប្បន្នឥឡូវនេះស្បៀងគឺជាចំណុចសំខាន់ដែលយើងមិនអាចមើលរំលងទេបងប្អូនអញ្ចឹងបើសិនជាស្បៀងមានបញ្ហាគឺយើងត្រូវមានបញ្ហាហើយខ្ញុំក៏សូមអរគុណចំពោះដូចថាបងប្អូនថ្នាក់ដឹកនាំទាំងអស់ដែលគាត់បានដូចថាដោះស្រាយពីព្រោះតែពេលដែលខ្ញុំឮព័ត៌មានថា Eat More close អូយខ្ញុំមានអារម្មណ៍ថាតក់ស្លុតបងប្អូនពីព្រោះថាអីវ៉ាន់កន្លែងហ្នឹងគឺម្នាក់យើងយកទៅដាក់កន្លែងហ្នឹងហើយជាកន្លែងមួយដែលយើងឃើញស្រាប់ហើយពេលខ្ញុំតាមដានព័ត៌មានគឺថាជាកន្លែងមួយដូចថាដែលគ្រប់គ្នាគឺយើងយកទៅយើងទៅតម្លាក់កន្លែងហ្នឹងហើយដល់ទៅពេលដូចថាប្រកាសថាបិទចឹងខ្ញុំស្លុតមែនតើក៏ប៉ុន្តែខ្ញុំក៏សូមអរគុណដែរដែលពួកគាត់ដូចថាមានការដោះស្រាយហើយយល់យកគ្នាហើយក៏បានបើកត្រឡប់មកវិញចាស់ខ្ញុំសូមអរគុណហើយក៏សូមឲ្យបងប្អូនទាំងអស់គ្នាដូចថាតាមដានវីដេអូដែលពួកគាត់បានជជែកវែកញែកទាំងអស់គ្នាបងប្អូនមានសួរពុកម៉ែបងប្អូនអរគ្នាបាទឲ្យតែមានបញ្ហាគឺឃើញខ្ញុំហើយអូខេអញ្ចឹងនិយាយលេងសើចអីយប់មិញមានរឿងធំមែនតើមិនធំលេងធំមែនតើដែលយើងមានអារម្មណ៍ថាអត់សប្បាយចិត្តទេហើយមានរឿងខ្លះដែលថ្ងៃនេះក៏យើងចង់ជូនតំណែងទៅកាន់បងប្អូនទាំងអស់គ្នាដែរអញ្ចឹងរឿងយប់មិញនិយាយចំហ្មងគឺរឿង Eat More ផ្ទុះបាត់តើមានរឿងអីកោតអីមានរឿងអីហើយក៏មានតាក់ទងជាមួយនឹងមានមនុស្សជាច្រើនហ្នឹងហើយនិយាយពីនេះថាតើដោយសារតែនេះមិនមែនយើងបាត់អញ្ចឹងរឿងទី1 Eat More បាត់មិនមែនដោយសារតែនេះទេប៉ុន្តែគេសួយគាត់ពេកគេអធិស្ឋានហើយសួរថាបើមិនមែននេះមិនបានចេញមកវីដេអូ11អញ្ចឹងតាមពិតទៅយើងបាននិយាយគ្នាហើយតាំងពីថ្ងៃដែលថាមូលហេតុដែល Eat More បាត់ហ្នឹងគឺតាក់ទងជាមួយនឹងថានៅនេះគឺធំខ្លាំងណាស់មានក្រុមការងារស្ម័គ្រចិត្តច្រើនដែលយើងពិបាកក្នុងការគ្រប់គ្រងរហូតដល់ធ្វើឲ្យមានការវែកញែកនៅតាមបណ្ដាញសង្គមដូចដែលអ្នកអស់ឃើញហើយគឺឃើញឆ្លោះគ្នាបែកបាក់ពួកអញ្ចឹងណាហើយមានរឿងមួយចំនួនទៀតដែលតាក់ទងជាមួយនឹងសុខភាពក្រុមការងារស្ម័គ្រចិត្តដូចអ្នកខ្លះអញ្ចឹងទៅមហោមើលមុខហ្មងដែលពួកគាត់ឡើងភ័យឲ្យបាក់ម្នាក់បាក់អស់ហើយខ្លាចមែនទេអញ្ចឹងអារឿងហ្នឹងហើយដែលយើងសម្រេចចិត្តថាយើងចង់បាត់ Eat More ហ្មងប៉ុន្តែហេតុអីបានផុសមកមួយម្សិលមិញហ្នឹងគឺដោយសារតែនាងមានរឿងដែរហើយរឿងហ្នឹងធ្វើមិនអាហ្នឹងបើសិនជាវាប៉ះពាល់គាត់អញ្ចឹងគាត់មានបំណងមកហ្នឹងគឺមកផ្ដល់ជួយទេដល់តែប៉ះទៅគាត់ឡាយអញ្ចឹងទៅខាង Team Eat More មានអារម្មណ៍ថាកំពុងតែបាក់ផងមិនបាច់ផុសបិទថ្ងៃហ្នឹងឯងគឺផុសបិទមក11ហ្មងចាដែលធ្វើឲ្យប៉ះពាល់គាត់មែនតើអញ្ចឹងនៅនេះពីខាង Team Eat More សុំទោសនេះដែរហ្នឹងហើយអាហ្នឹងពីកំហុសពីខាងយើងដែរទទួលស្គាល់ណាមួយរឿងទៀតដែលខ្ញុំចង់ប្រកាសហ្នឹងគឺ Eat More បើកវិញហើយចាហ្នឹងហើយវីដេអូខ្លីដែលខ្ញុំចង់ចែករំលែកបងប្អូនទាំងអស់នេះគឺខ្ញុំចង់ឲ្យបងប្អូនឃើញពីភាពសាមគ្គីរបស់កម្ពុជាយើងដូចថាក្មេងចំនួនក្រោយនេះបងប្អូនពិសាលហើយនិងបងប្អូនដែលនិយាយចំទៅអ្នក influencer មួយចំនួនដែលគាត់ដូចថាបានរួមគ្នាហើយដូចខ្ញុំថាចឹង Eat More នេះគឺជាកន្លែងមួយដែលថាប្រជុំជនច្រើនដែលដូចថាពួកយើងទាំងអស់គ្នាបានជួបជុំគ្នាសហការគ្នានៅចំណុចហ្នឹងហើយដល់ទៅពេលមានរឿងកាត់ឡើងខ្ញុំមានការដូចថាខូចចិត្តមែនតើក៏ប៉ុន្តែអ្វីដែលខ្ញុំចង់ចែករំលែកបងប្អូននេះមិនមែនជារឿងខូចចិត្តទេគឺខ្ញុំចង់ចង្អុលបង្ហាញថាអ្នកធ្វើជាអ្នកខុសអ្នកថាគឺជាអ្នកត្រូវរហូតហ្នឹងហើយមួយវិញទៀតអ្វីក៏ដោយដែលយើងធ្វើបងប្អូន project អីក៏ដោយដែលយើងធ្វើតែងតែមានបញ្ហាហើយចាំថា project គាត់ទៅធំគឺរឿងគាត់ទៅច្រើនហ្នឹងហើយអញ្ចឹងខ្ញុំសូមលើកទឹកចិត្តពួកគាត់ទាំងអស់ទាំង group ណាក៏ដោយបងប្អូនអ្នកណាក៏ដោយចំពោះបញ្ហាឥឡូវនេះគឺខ្ញុំសូមលើកទឹកចិត្តពួកគាត់ទាំងអស់ឲ្យពួកគាត់ស៊ូឡើងអានឹងហើយខ្ញុំក៏សូមអរគុណពួកគាត់ខ្លាំងមែនតើក៏ប៉ុន្តែចំពោះវីដេអូនេះខ្ញុំចង់ចង្អុលបង្ហាញគ្រប់គ្នាថាពេលយើងធ្វើអ្វីក៏ដោយបងប្អូនយើងមានបញ្ហាតែគ្រប់បញ្ហាទាំងអស់យើងត្រូវដោះស្រាយអញ្ចឹងនៅពេលណាដែលយើងមកអង្គុយជុំគ្នាជជែកវែកញែកហើយយើងដោះស្រាយអញ្ចឹងម្នាក់ដកមួយចំហៀនម្នាក់ដកមួយចំហៀនអានឹងយើងជជែកវែកញែកហើយយើងរកវិធីដែលត្រឹមត្រូវបងប្អូនទាំងអស់គ្នាមនុស្សយើងម្នាក់គឺគ្មានអ្នកណាមួយត្រូវទាំងអស់ទេចាក៏ប៉ុន្តែក៏យើងមិនអាចធ្វើឲ្យដូចបំណងម្នាក់បានដូចគ្នាដែរពីព្រោះថាយើងម្នាក់ដូចថាមានចិត្តខុសគ្នាក៏ប៉ុន្តែបច្ចុប្បន្នឥឡូវនេះគឺយើងមានបំណងតែមួយទេគឺដើម្បីប្រទេសកម្ពុជាយើងបងប្អូននៅពេលនេះប្រទេសយើងកំពុងមានសង្គ្រាមអញ្ចឹងទាំងបងប្អូនទាំងអស់គ្នាទាំងបងប្អូនទាំងខ្ញុំគឺថាយើងមានអារម្មណ៍អត់សូវសប្បាយចិត្តទេនិយាយចំទៅយើងដូចចូលខណៈមួយគេហៅថា stress ហើយបើសិនជាពេលដែលយើង stress អញ្ចឹងយើងមានអារម្មណ៍មួយគេហៅថាអត់ល្អពេលដែលយើងមានអារម្មណ៍អត់ល្អអញ្ចឹងយើងអាចមានន័យថាប៉ះទង្គិចអារម្មណ៍អីតិចគឺយើងខឹងភ្លាមមកបងប្អូនហ្នឹងហើយអញ្ចឹងបងប្អូនគួរតែដូចថាវិភាគបន្តិចមុននឹងយើងនិយាយអីយើងគិតពីអ្នកផ្សេងមួយទៀតព្រោះអីម្នាក់គឺថាមានអារម្មណ៍ដូចគ្នាមិនមែនថាបងប្អូនមិនមែនថាខ្ញុំទេគឺខ្ញុំក៏មានអារម្មណ៍ដូចគ្នាដែរឆាប់ខឹងនិយាយចេះវិញណាហ្នឹងហើយអញ្ចឹងយើងព្យាយាមលោកយើងថាយើងព្យាយាមដូចថាគោរពគ្នាទៅវិញទៅមកហើយបើសិនជាបងប្អូន stress ខ្លាំងណាបងប្អូនអត់មានកំហុសអ្នកណាទេបងចំពោះពេលវេលាឥឡូវនេះគឺថាអារម្មណ៍យើងវាមានការប៉ះទង្គិចឯងបងប្អូន
ចាក៏ប៉ុន្តែដូចខ្ញុំថាអញ្ចឹងបើសិនជាយើងមានផលវិបាកខ្លាំងវិធីល្អមានតែមួយទេគឺបើសិនជាយើងដូចថា take a break ហើយនឹងដើរហាត់ប្រាណឬមួយក៏ដូចថាបើយើងហត់មិនអីទេសម្រាប់ទៅហើយចែករំលែកកិច្ចការហ្នឹងឲ្យអ្នកផ្សេងទៀតដែលគេទៅមកអញ្ចឹងទៅថាបើពេលដែលយើង take break តិចទៅហើយយើងដូចថាទៅដើរខាងក្រៅយកខ្យល់អាកាសទៅអារម្មណ៍យើងក៏អាចធូរស្រាលបានមកខ្លះមែនដែរបងប្អូនក៏ប៉ុន្តែចង់បញ្ចប់វីដេអូនេះបងប្អូនណាគឺខ្ញុំចង់លើកទឹកចិត្តបងប្អូនទាំងអស់គ្នាបងប្អូនកុំឲ្យមានការដូចថាបាក់បែកគ្នាសោះដូចខ្ញុំថាអញ្ចឹងបញ្ហាយើងអាចមានដោះស្រាយហើយយើងកុំឲ្យដូចថានិយាយចំហៀងនិយាយអីនេះយើងហៅមកយើងនិយាយគ្នាទាំងអស់ទៅហើយយើងដោះស្រាយភ្លាមយើងកុំឲ្យទុកខ្ញុំសូមសរសើរដល់បងប្អូនទាំងអស់ហើយក៏សូមសរសើរដល់គេហៅថាពួក volunteer ទាំងអស់គ្នាបងប្អូនដែលបានចូលមកជួយគ្រប់គ្នាទាំងអស់ហើយអ៊ីតម័រនឹងគឺខ្ញុំឃើញសកម្មភាពខ្លាំងណាស់ហើយដដែលខ្ញុំថាចឹងខ្ញុំសូមលើកទឹកចិត្តបងប្អូនទាំងអស់គ្នាហើយក៏សូមអរគុណខ្លាំងមែនតើខ្ញុំនៅពីចម្ងាយប៉ុន្តែទឹកចិត្តខ្ញុំនៅជាមួយបងប្អូនទាំងអស់គ្នាហើយខ្ញុំដដែលដូចថាអញ្ចឹងយើងសាមគ្គីយើងឈ្នះហើយឥឡូវនេះគឺយើងតែមួយទេសត្រូវយើងគឺមានតែមួយហើយយើងធ្វើគឺដើម្បីប្រទេសកម្ពុជាយើងដើម្បីវាយប្រឆាំងជាមួយនឹងសត្រូវដែលឈ្លានពានប្រទេសយើងបងប្អូនសូមជូនពរបងប្អូនទាំងអស់គ្នាឲ្យដូចថាធ្វើការទៅមុខទាំងអស់ហើយឲ្យបានជោគជ័យគ្រប់គ្នាចាសសូមអរគុណ